Hello អ្នកទាំងអស់គ្នាខ្ញុំស្គាល់ហាងកាហ្វេមកកន្លែងដែលនៅម្ដុំទួលតពូនិយាយពីប្លង់ថតរូបវិញងាកទៅកន្លែងណាក៏មានកន្លែងថតដែរខ្ញុំឃើញហាងកាហ្វេនេះរបៀបថ្មីប្លែកហើយមើលមក clean អ្នកដែលជួយចិត្តថតរូបអីទៅនឹងគឺដឹងទៅត្រូវហ្មងដោយសារ180ដឺក្រេថតបានគ្រប់ប្លង់បើនិយាយពីហាងកាហ្វេនឹងវិញដេគ័រប្លែកមែនតើសូម្បីតែច្រកចូលទៅហាងកាហ្វេហ្នឹងក៏ថតរូបបាន3 4ប៉ុស្តិ៍ដែរប៉ះចំខ្ញុំមនុស្សជួយចិត្តថតរូបទៀតនិយាយពីថាងាកទៅណាក៏ថតបានដែរខ្ញុំនាំអ្នកទាំងអស់គ្នាទៅមើលពីខាងក្នុងវិញម្ដងខាងក្នុងនេះ vibe គេរបៀបបែបថ្មីមួយទៀតទៅខាងក្រៅផ្សេងខាងក្នុងផ្សេងហើយនិយាយពីថាមនុស្សច្រើនសាហាវហ្មងខ្ញុំរកតែតុកអង្គុយអត់ចង់មានទេមកដល់កន្លែងនេះឃើញកន្លែងស្អាតហើយចាំការទៀតដាក់3 4ប៉ុស្តិ៍មើលដូចខ្ញុំនិយាយអញ្ចឹងនៅនេះសបោប្លង់ថតសាហាវសូម្បីតែកញ្ចក់មុខខ្ញុំនេះក៏ថតរូបបានដែរខាងកាហ្វេនេះនៅខាងក្រៅរបៀបបែបសម័យតែចូលមកដល់ខាងក្នុងគេតាំងរបៀបបែបរូបបុរាណវិញម្ដងដាក់តាំងរូបពីជំនាន់មុនដូចជំនាន់លោកតាសិនស៊ីសមុទ្រអីអញ្ចឹងណាបើឆុងកន្លែងដែលខ្ញុំដើរថតនេះខ្ញុំអាសាឃើញមានគេដេគ័របែបអញ្ចឹងប៉ុន្តែកន្លែងខាងក្រៅដែលខ្ញុំវក់ថតមុនហ្នឹងគឺខ្ញុំអត់សូវឃើញមានគេដេគ័របែបអញ្ចឹងទេថាដើរថតតែមិនទាន់បានទិញកាហ្វេគេសំបីតែមួយកែវដោយសារតែខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តថតរូបហើយពេលដែលខ្ញុំចេញរូបម្ដងគឺមានអ្នកសួរច្រើនណាស់ថាណាគេថតឲ្យអីអញ្ចឹងថ្ងៃនេះមកប្រាប់រឿងអាកំបាំងដល់អ្នកទាំងអស់គ្នាមួយពេលខ្លះខ្ញុំ selfie ខ្លួនឯងទេហើយរូបរបស់ខ្ញុំពេលដែលថតចេញទៅគឺ quality ច្បាស់សាហាវហ្មងរូប selfie ខ្លួនឯងមែនប៉ុន្តែពេលដែលចេញមកគឺឲ្យអ៊ុយហ្មងពេលខ្លះអ្នកទាំងអស់គ្នាចេញទៅខាងក្រៅម្នាក់ឯងអត់មានអ្នកគេជួយថតរូបឲ្យ selfie ដូចតែខ្ញុំចឹងទៅស្រួលហ្មងតែនាទីឲ្យកាច់ style កាច់រឹកកាច់រៀងនៅមុខកាមេរ៉ាហ្នឹងទៅខ្ញុំគិតថា selfie ខ្លួនឯងគឺវាស្រួលផងដោយសារអីពេលខ្លះឲ្យគេថតរូបឲ្យក៏មិនប្រកាសថាត្រូវចិត្តយើងដែរអញ្ចឹងយើង selfie ទៅទូរស័ព្ទ Oppo Reno 15 series 5G នេះពេលដែលយើង selfie 0.6x ទៅគឺយើងទទួលបានរូបភាពស្អាតមែនតើពេលខ្លះខ្ញុំចេញរូបម្ដងគេគិតថាខ្ញុំមានអ្នកថតឲ្យតាមពិតអត់ទេអ្នកទាំងអស់គ្នាគឺខ្ញុំ selfie តែខ្លួនឯងទេហើយ edit ខ្លួនឯងទៀតបើនិយាយពីទូរស័ព្ទ Oppo Reno 15 series 5G នេះវិញគឺទំនើបសាហាវហ្មងព្រោះទូរស័ព្ទនេះងាយស្រួលត្រង់ថាពេលដែលយើងថតរូបហើយមិនបាច់មានកម្មវិធី edit អីញ៉ៃទេគឺគេមាននៅក្នុងហ្នឹងហ្មងអ្នកទាំងអស់គ្នាអាចមើលតាមវីដេអូដែលខ្ញុំ edit នឹងបានគឺ edit ឲ្យស្អាតភ្លាមហ្មងសម្រាប់ទូរស័ព្ទ Oppo Reno 15 series នេះគឺមានស្ទីលរចនាបែបពលឺវេទមន្តចេញមកគឺប្លីងបែបទាន់សម័យស័ក្តិសមសម្រាប់យុវវ័យ Gen Z ដូចខ្ញុំអីអញ្ចឹងណាដែលសំខាន់ទូរស័ព្ទនេះគឺធន់នឹងទឹកទៀតដោយសារតែវាបំពាក់ជាមួយនឹង IP69 គឺវាធន់ជាមួយនឹងការជ្រាបទឹកនិងធូលីផ្សេងបើនិយាយពីថ្មគេវិញគឺធំខ្លាំងហ្មងវាមានរហូតដល់ 7000 មីលីអាំពែសម្រាប់ទូរស័ព្ទនេះសាកថ្មលឿនរហូតដល់80 វ៉ាត់អញ្ចឹងយើងសាកតាមមកពេញទៅយើងអាចប្រើបានពេញមួយថ្ងៃហ្មងសម្រាប់ទូរស័ព្ទ Oppo ក៏មានមុខងារថ្មីមួយទៀតគឺមុខងារ Pop App ដែលយើងអាច collect រូបជាច្រើនចូលគ្នាទៅជារូបតែមួយនិយាយទៅសម្រាប់អ្នកដែលគាត់ចូលចិត្តថតរូប selfie ដូចខ្ញុំអីអញ្ចឹងគាត់អាចមកសាកប្រើជាមួយនឹង Oppo Reno 15 series 5G នេះបានជាពិសេសគឺវាធន់កាន់ថ្មបានយូរអ្វីដែលសំខាន់ថតរូប selfie 0.6x បានស្អាតបើទូរស័ព្ទល្អស្អាតហើយមានមុខងារច្រើនអញ្ចឹងអ្នកទាំងអស់គ្នាចាំការទៀត selfie ស្អាតកុំភ្លេចសាកប្រើជាមួយនឹង Oppo Reno 15 series 5G នេះទាំងអស់គ្នាណា